សួស្តីបាទមួយទាំងអស់គ្នាបាទនេះខ្ញុំមានបាទ R1M 016មួយគ្រឿងបាទផេតម៉ូតូអាមេរិកក្តាស់ពុនបងប្អូនបាទឲ្យមើលរូបរាងជុំគឺស្រស់ស្អាតខ្លាំងណាស់មួយបាទជាអាវវានេះគឺក្បោននេះបងប្អូនបាទអានេះក្បោនអានេះក៏ក្បោនដែរតែគេដាក់តែងពីលើអញ្ចឹងណាពីក្រុមហ៊ុនមកបាទនេះ016បាទថា R1M និង R1 ធម្មតាវាខុសគ្នាយ៉ាងម៉េចបាទចាំមើលនៅវីដេអូនេះទៅបងប្អូនបាទអានេះជាបាក់មញ៉ុងលេងបាទ Evotek Twitch Sister លេងដែរបាទឡើងចុះ2បាទគេ R1M បាទស្អាតខ្លាំងណាស់បាទឯមែនតេនបាទប្រភេទអើយ R1M គឺក្បោននេះក៏ក្បោនដែរបាទនេះក្បោនដែរប្រភេទ R1 និង R1M វាខុសគ្នាត្រង់បូមមកក្រោយវាគឺ Olin បាទនេះបាទបូម Olin បាទប្រភេទបូមភ្លើងនេះបាទហើយធុងសាំងវាអត់លុយញោមបាទមិនធុងសាំងលេនេះពីក្រុមហ៊ុនវាមកគឺស្អាតអេមរឿងគឺញាក់បាទមើលរូបរាងខ្ញុំចំទៅពីមុខពីក្រោយគឺស្អាតមែនទែនបាទនេះបាទញាក់ថាកប៉ែនលេងបាទទីម៉ាំងក61បងប្អូនបាទទីធានាគឺសំរូបរាងវាមែនទែនបាទនេះបាទគឺ7ពណ៌ពេលយើងជីក្តៅឡើង7ពណ៌ទៀតហ្នឹងទៀតបាទនេះបូមក្រោយវាខុសពី R1 ធម្មតាបាទគឺវា Olin ផ្សេងមកពីក្រុមហ៊ុនហើយស្រាប់បាទអាក្រោយនេះកម្ដៅភ្លើងដែរបងប្អូនបាទនោះដុយបាទនោះគឺជាដុយខ្សែភ្លើងវាខ្មាស់បាទមានតែហត់ចំនេះដុយវាគឺវាខុសគ្នាបូមមកក្រោយហើយកណ្ដាលវាក្បោនហើយខុសនឹងធុងសាំងបាទហើយសាក់ស៊ីវាគឺសសាក់ស៊ីវាគឺចាំងចឹងសាក់ស៊ីវារឿងសាប់លេងវាទាំងអស់គ្នាបាទនេះបាទនេះពេលយើងបិទសោខុសពី R1 ធម្មតាដែរបាទពេលបិទបាទនេះបាទគឺវាលោត Olin លើតាប់ឡូនឹងបណ្ដោយបាទ R1 ធម្មតាអត់មានទេពេលយើងបិទសោទៅចេញតែ R1 ធម្មតាទេអត់មានចេញតែអក្សរ R1 ទេអត់មានចេញ Olin ទេបាទមួយចង់បានហើយអាចទៅទងខ្ញុំបានបាទតម្លៃ10000ជាងกระดาษពុនទៅអាមេរិកបាទអត់មានប្រើឈីបទេម៉ូតូជប៉ុននិងម៉ូតូថៃបានប្រើឈីបបាទអត់មានប្រើឈីបទេបាទនេះបាទប្រើឈីបទេអានេះគាត់ជាប្រអប់សោយើងដាក់ឲ្យស្អាតទេបើវាឃើញធំបើឲ្យសោ R1M អត់ប្រើឈីបប្រហែលតូអាមេរិកគឺសោនេះសោចាក់ផ្ទះអញ្ចឹងបាទសោទូចនេះសោចាក់កង់ចាក់អីអញ្ចឹងយើង
ដាក់លម្អវាឲ្យស្អាតបាទត្រោមសោស៊ីយូរនឹងកម្មបាទមួយនឹងទៅយកលេងបាទសាមកូនអូខេជួបគ្នានៅគ្រឿងក្រោយវីដេអូក្រោយទៀត